មកជូនដោយបុកត្រង់កាន់ខ្លាំងវ៉ាងជើបាទខ្ញុំសូមជម្រាបសួរប្រិយមិត្តទូទស្សនិកជនជាទីគោរពខ្ញុំសូមអរគុណប្រិយមិត្តដែលបានបន្តតាមដានទស្សនាទូរទស្សន៍ PNN នៅក្នុងការផ្សាយព័ត៌មានរបស់យើងរយៈពេល1ម៉ោងចាប់ពីពេលនេះតទៅប្រិយមិត្តនឹងបានទស្សនានៅព័ត៌មានជាតិព័ត៌មានអន្តរជាតិព័ត៌មានសេដ្ឋកិច្ចហើយនៅចុងក្រោយគឺជានីតិជីវិតកំសាន្តកម្ពុជាបញ្ជូនកងទ័ពចូលរួមដង្ហែក្បួនព្យុហយាត្រាថ្នាក់ជាតិនៅវៀតណាមលោកដូណាល់ត្រាំរំលឹកខួប100ថ្ងៃនៃការកាន់អំណាចអាណត្តិទី2និងថ្លែងកត់សរសើរចំពោះសមិទ្ធផលផ្នែកសេដ្ឋកិច្ចច្បាប់គ្រប់គ្រងល្បែងពាណិជ្ជកម្មផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចជាតិតាមរយៈការបង្កើតការងារនិងលើកកម្ពស់វិស័យទេសចរណ៍ម៉ាវណ្ណៈយុទ្ធខ្លាចជាម្ចាស់ជ័យលាភី Manhunt Cambodia 2025ដោយត្រៀមចេញទៅប្រកួតលើឆាកអន្តរជាតិឆាប់ៗនេះមកជូនដោយបាកាសម្បូរដោយតូរីនរ៉ូយ៉ាល់ជើលីចិនសិននិងវីតាមីនជាច្រើនទៀតដើម្បីជួយឲ្យអ្នកត្រៀមខ្លួនឆ្ពោះទៅកាន់ភាពជោគជ័យខ្លាចជាមនុស្សជោគជ័យជាមួយបាកាសូមណែនាំអូណាតេថ្មីរសជាតិទឹកដោះគោលាយផ្លែស្ទ្រូប៊េរីឆ្ងាញ់អត់ឲ្យមើលទូទៅចាត់ទុកជាព្រឹត្តិការណ៍សំខាន់មួយទៀតដែលកម្ពុជាកំពុងអនុវត្តលើកិច្ចការងារនយោបាយការទូតរបស់ខ្លួនបន្ថែមលើការងារដែលកម្ពុជាទើបតែបានបិទបញ្ចប់និងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ក្នុងការទទួលទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននិងទស្សនកិច្ចផ្លូវការរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃប៉ុន្មានថ្ងៃកន្លងមក